សម័យមុនស្រីអាយុចាប់ពី30ដល់40ឆ្នាំគេចាត់ទុកជាស្ត្រីដែលមានវ័យចំណាស់ហើយតែសម័យឥឡូវវ័យនឹងគឺញាក់សាច់កំពុងពេញអែមបើប្រៀបជាមួយនឹងក្តាមគឺក្តាមដែលសម្បូរខ្លាញ់ពេញស្នូកំពុងពេញខ្ទិះកំពុងពេញផ្អែមថាទៅរកកន្លែងអង្គុយផឹកដើម្បីឲ្យបាត់សេតមានណាដាក់ឈុលហូបផ្លូវទៅផ្ទះវិញអត់ឃើញឥឡូវសេតលើសដើមតប៉ែចុយយ៉ាមិនបាច់គិតទេថាចាស់ទៅគ្មានអាណាចិញ្ចឹមសូមឲ្យគិតវិញថាតើរស់យ៉ាងម៉េចឲ្យបានដល់ចាស់បាទឥឡូវនេះអ្នកខ្លះរួមមិនទាន់ដល់ចាស់ផងងាប់បាត់ទៅហើយតែគិតអីវែងឆ្ងាយម៉េះអើយហត់តាកើតមកជាមនុស្សដាច់ខាតសុំកបាក់ទឹកចិត្តកុំចោះចាញ់ត្រូវតែស៊ូកុំរុញរាគ្មានអ្នកណាកើតមកស្ពាយជោគជ័យមកតាមទេមានតែយើងតែប៉ុណ្ណោះដែលអាចឈានទៅរកជោគជ័យបានអញ្ចឹងហើយមានតែខំដើរដល់គោលដៅតែបើដើរហត់ហើយម៉ូតូដប់មិនក៏មិនហៅមកជីនៅភ្លើដើរហត់ដល់អង្ការទៀតប្អូនស្រីខ្ញុំវាមកសួរយោបល់វាថារាល់ថ្ងៃនេះមានប្រុសឆាតមកសុំស្រឡាញ់វាតើគួរស្រឡាញ់វិញឬយ៉ាងណាខ្ញុំក៏សួរទៅវាវិញហើយចុះអាប្រុសនោះវាស្អាតទេប្អូនខ្ញុំឆ្លើយស្អាតតើបងហើយសង្ហាទៀតសាច់ដុំទាំងកង់ខ្ញុំប្រាប់ទៅវិញហើយបើស្អាតហើយមិនយកទៅចាំកាលប្អូនខ្ញុំតបវិញខ្លាចតែគេបោកទេបងអើយប្រុសស្អាតអញ្ចឹងច្រើនតែសាវ៉ាខ្ញុំប្រាប់វិញណែប្អូនស្រីប្រុសស្អាតបោកសកូនស្អាតកុំឲ្យតែប្រុសអាក្រក់បោកសតែវិបដិសេរីជឿបងលួចអ៊ុតសរោមមែនបានសក់ត្រង់ម៉ែថាកុំប៉ះក្បាលបងគ្រូកាន់ដឹងគ្រូកាន់ស្អីទេយប់ឡើងត្បិលតែក្រោមជើងខ្ញុំរហូតពេលយប់គ្រូដេកបាត់ហើយបងសរសើរអូនឯងធ្វើការហត់ប៉ុណ្ណឹងហើយនៅឆ្លៀតមករករឿងបងបានទៀតសុំទោសការងារអត់មានហត់ទេតែហត់នឹងរករឿងបងហ្នឹងតើឃើញប្រពន្ធរករឿងឡើងហត់ប៉ុណ្ណឹងហើយអត់ព្រមមកលួងប្រពន្ធទៀតហត់ម្លេះវើយ